សូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនជាទីគោរពខ្ញុំបាទលោករដ្ឋានថ្ងៃនេះខ្ញុំបាទបានសាកយន្តឲ្យកូនសិស្សខ្លាមកគូទៅទៅមហាអំណាចហើយបានចាក់ឲ្យហើយយើងបានបញ្ចុះអាគារថាបានចានៅព្រៃរួចរាល់ហើយការសាកយន្តដល់ខ្ញុំផ្ទាល់ហើយខាងលើនេះគឺយើងនិយាយពីយន្តមនីចិន្តានេះបានសាកជាមួយគ្នាដែរហើយយន្តនេះគឺពិសេសផ្សារយន្តនេះគឺយើងមានតាំងពីបញ្ចូលតាំងពីបែដានសាដានអ៊ីរជាកតរសាតេហង្យតរោធិណាំងបិសំលោពុសពសមានករិតាធូពសំសំវិសតិភៈកពុបានទូធម្មកៈវាធនោអមេវអមិសុនុសារតេនេះចូលបែដានសាដានអញ្ចឹងហើយទី2យើងបញ្ចូលនៅមេស្ដេចគាថានិយាយពីមកុដព្រះអ៊ីតេបិសោវិសេសេអ៊ីអ៊ីសេសេពុទ្ធនាមអ៊ីអ៊ីមេពុទ្ធតាំងសអសតាំងពុទ្ធៈបៃតអ៊ីអញ្ចឹងបញ្ចូលសពទាំងអស់ហើយនៅក្នុងមេនេះក៏មានមេព្រះចៅសេចហុកនិយាយថាព្រះពុទ្ធ16អង្គខ្មែរយើងព្រះពុទ្ធ16អង្គនឹងអ្នកមគ្គអ្នកអ្នកកអ្នកអ្នកអកអអ្នកអកអង្គឧមៈវិមហេសតាំងអសនពុទ្ធទាំងសូណាព្រះវិរហੰអញ្ចឹងវាស្ដេចគេថាខ្លាំងហើយនេះយើងនិយាយពីមគ្គឧយនេះគឺសុទ្ធខ្លាំងអស់សុទ្ធបណ្ដោដកមកខ្លាំងយូរទៅ4ទិសហើយនេះគឺយើងទៅនមោពុទ្ធិយៈគឺយន្តនេះគឺខ្លាំងគឺសពសារពើទាំងអស់តាំងពីខាងការពារតាំងពីខាងស្នេហ៍ក៏ត្រូវខាងពើមពន់ក៏ត្រូវមកសពទាំងអស់ហើយការសាក់នេះគឺយើងត្រូវតាមក្បួនតាមຂະຫນាតអក្ខរាប្រត់ត្រឹមត្រូវតាមក្បួនតាមຂະຫນាតបានសាក់ហើយយើងការសាក់យន្តចង់ឲ្យពូកែជាសាក់នៅមុខអាសនៈហើយយើងសាក់ឲ្យយើងចុះត្រឹមត្រូវមានផ្លែឈើមានស្លាមលូបរិយត្រឹមត្រូវតាមក្បួនតាមຂະຫນាតតាមច្បាប់ដើមចឹងសម្រាប់បងប្អូនដែលចង់សាក់យន្តបុរាណខ្មែរអាចអ្នកដឹងតាមវីដេអូដែលខ្ញុំផុសនេះបានគឺសាលាគុណបុកតោក្នុងវត្តឋានគឺបង្ហាត់ទាំងក្បាច់គុណបុកតោខ្មែរនិងសាក់យន្តបុរាណខ្មែរចឹងខ្ញុំបាទលោករដ្ឋឋានសូមគុណសូមគ្រប់លា